សូមជម្រាបសួរបងប្អូនទាំងគ្នានៅក្នុងវីដេអូនេះពួកយើងសូមបង្ហាញពីរបៀបដាក់ license សម្រាប់កម្មវិធី Microsoft Office Word Excel PowerPoint ឆ្នាំ2024 អញ្ចឹងសម្រាប់ជំហានដំបូងយើងបើកដំណើរការកម្មវិធី Word មកហើយនៅពេលដែលកម្មវិធីដំណើរការហើយបើសិនជាឃើញផ្ទាំងកម្មវិធីលំក្នុងបែបនេះទៀតបងប្អូនចុចលើពាក្យ Accept មកហើយបន្តមកចុចលើពាក្យ Account មើលខាងស្ដាំដៃហ្នឹងចុចលើពាក្យ Change មកដាក់ key មកហើយយើង copy license key មកយើងផាសចូលក្នុងបដា key ហ្នឹង Control V នៅលើ keyboard ហើយបន្តមកចុចលើពាក្យ Activate Office ក្រោមហ្នឹងហើយយើងអាចបិទកម្មវិធី Word មួយសារសិនហ្នឹងហើយបន្តមកយើងបើកដំណើរការកម្មវិធីឡើងវិញមកហើយឃើញផ្ទាំងកម្មវិធីលុបមកបែបនេះអញ្ចឹងនៅលើហ្នឹងមានជម្រើស2អញ្ចឹងបងប្អូនរើសយកក្រោមគេthì dùngក្រោមគេហើយចុចដេញមកតមក copy ID មកពេញនៅក្នុងប្រអប់ A B C D ដល់សល់ X ហ្នឹងហើយសម្រាប់ license នៅពេលដែលបងប្អូនទិញគឺយើងនឹងផ្ដល់ជា license key ជូនហើយបន្តមកគឺយើងផ្ដល់ជា ID ជូនអញ្ចឹងបងប្អូនយក ID មកបំពេញយើង copy មក copy ម្ដង6ខ្ទង់ម្ដង6ខ្ទង់យើងបំពេញគ្រប់ប្រអប់ហើយយើងចុចលើពាក្យ next មកហើយ next ក្រោមនេះបងប្អូនចុចលើពាក្យ next មកបើសិតទៅមកហាញមកបែបនេះមានថា license យើងដំណើរការហើយអញ្ចឹងយើងអាចចុច close មកហើយយើងចូលពាក្យ account អញ្ចឹងកន្លែង update នេះស្ថិតលើបងប្អូនចង់ update ក៏បានចង់បិទក៏បានអញ្ចឹងណាចឹងកម្មវិធីយើងដំណើរការហើយយើងអាចប្រើប្រាស់បានសម្រាប់បងប្អូនដែលមានតម្រូវការចង់បានកម្មវិធីចង់បាន license យកទៅប្រើប្រាស់បងប្អូនអាចទំនាក់ទំនងមកកាន់ពួកយើងបានហើយសម្រាប់ license យើងគឺជា paid license ដែលអាចប្រើបានជារៀងរហូតហើយមួយ license នេះយើងអាចប្រើបានទាំងកម្មវិធី Word ទាំង Excel ទាំង PowerPoint